រីសាត្រូវបានគេចោទប្រកាន់ថាជាគ្រូធ្មប់ជាមេធ្មប់ដូច្នេះហើយអ្នកភូមិក៏នាំគ្នាយកនាងទៅសម្លាប់ចោលនៅក្នុងព្រៃនាងត្រូវបានទទួលការអយុត្តិធម៌ជាខ្លាំងរីសាស្លាប់ដោយមិនអស់ចិត្តទេត្រូវបានគេចោទប្រកាន់នាងក៏បានខ្លាចជាខ្មោចដ៏សាហាវនៅក្នុងព្រៃនោះទៅ100ឆ្នាំក្រោយមកស្រាប់តែមានភូមិនៅក្បែរព្រៃនោះមិនដែលមាននរណាហ៊ានឆ្លងកាត់ទេដោយសារតែអ្នកភូមិនឹងគេបានឮសំឡេងស្រែករោគយុត្តិធម៌របស់នាងអ្នកភូមិគេខ្លាចគ្រប់គ្នាអ្នកនៅតំបន់នោះគេអត់ហ៊ានទៅព្រៃនឹងទេចៃដន្យមានបរិសម្នាក់គិតមកពីស្រុកឆ្ងាយគិតឆ្លងកាត់អ្នកភូមិនឹងហើយគាត់ដឹងដំណឹងនឹងគាត់ជាមនុស្សម្នាក់ដែលមិនចេះខ្លាចខ្មោចទេគាត់មានឈ្មោះថាសុផាន់ក៏សម្រេចចិត្តចូលក្នុងព្រៃនោះតែម្នាក់ឯងដើម្បីពិសោធន៍មើលតើមានខ្មោចឬនៅពេលដែលសុផាន់នឹងចូលក្នុងព្រៃអ្វីដែលកើតឡើងនោះគឺបានដូចអ្នកភូមិថាមែនសុផាន់បានឮសំឡេងស្រែកយំដូចថាខ្មោចនឹងស្រែកថាជួយខ្ញុំផងកុំចោទខ្ញុំខ្ញុំមិនដឹងអីទេនេះសំឡេងឮបែបនេះរហូតសុផាន់ព្យាយាមងាករកមើលតែអត់ឃើញមានអីទេស្រាប់តែមួយសន្ទុះក្រោយមកសុផាន់ក៏ព្យាយាមដើរទៅព្រៃកាន់តែជ្រៅទៅស្រាប់តែប្រទះឃើញនៅលើដើមឈើមាននារីម្នាក់ស្លៀកសហើយទម្លាក់សក់យ៉ាងវែងពីលើដើមឈើនឹងមកហើយក៏សម្លឹងទៅភ្នែករបស់នារីនឹងក៏សម្លឹងទៅកាន់សុផាន់នឹងឯងពេលដែលសុផាន់នឹងឃើញភ្លាមសុផាន់គឺគៀងបេះដូងមិនជឿទេប៉ុន្តែដល់ពេលចាប់ដើមជួបរឿងបែបនេះផ្ទាល់ខ្លួនឯងក៏ភ័យខ្លាចញាប់ញ័ររហូតដល់គៀងបេះដូងស្លាប់ហើយរឿងនេះបានដឹងទៅដល់អ្នកភូមិចិត្តនឹងទៅចាប់ពីពេលនោះមកអ្នកភូមិអ្នកស្រុកចិត្តនឹងគឺរត់តែមិនហ៊ានទៅក្បែរព្រៃនោះទេហើយក៏បានដាក់ឈ្មោះនៅព្រៃនេះថាព្រៃចោតប្រកាន់ដើម្បីឲ្យកំហឹងរបស់រីសានឹងបានស្ងប់ឲ្យគេមានអារម្មណ៍ថាទទួលបាននៅយុត្តិធម៌ដូច្នេះអ្នកភូមិក៏បានដាក់ព្រៃនឹងថាជាព្រៃចោតប្រកាន់